សួស្តីបងប្អូនទាំងអស់គ្នាបើទៅវីដេអូមកដឹងថាខ្ញុំធ្វើនំអីដែរថារត់ទៅនំហ្នឹងគេល្បីយូរប៉ុន្តែដោយសារតែខ្ញុំចេះតែខ្ជិលហើយណាមួយថ្ងៃហ្នឹងរៀងឃ្លាននំហ្នឹងទៅចង់សាក់ធ្វើណាមួយចង់ដឹងថាខ្លួនឯងធ្វើចេញដូចគេអត់ហើយញ៉ាំកើតអត់អីចឹងណាត្រឡប់ហ្នឹងខ្ញុំចិត្តសបកវាហើយខ្ញុំចិត្តវាជាដុំស្រួលយកទៅចំហុយចឹងអ្នកទាំងអស់គ្នាត្រឡប់ហ្នឹងខ្ញុំលាងហើយ3 4ទឹកឲ្យវាអត់ចូលហើយខ្ញុំបានដាក់វាចំហុយការចំហុយហ្នឹងយើងមើលទុកវាឲ្យផុយល្អហើយយើងយកមកឆុំបែបហ្នឹងហើយយើងដាក់ស្ករសចូលបន្ទាប់មកយើងដាក់អំបិលចូលបន្តិចហើយយើងច្របល់ចូលគ្នាឲ្យសព្វចូលជាតិហើយយើងដាក់បន្ទាប់មកយើងដាក់ម្សៅឆាចូលអ្នកទាំងអស់គ្នាដាក់តាមមើលទៅមកល្មមអញ្ចឹងណាហើយបន្ទាប់មកយើងច្របល់ឲ្យវាសព្វទៅហើយយើងច្របាច់វាឲ្យវាមើលទៅល្មមមកមូលបានហើយចាំយើងយកទៅបំពងសម្រាប់ការបំពងខ្ញុំដាក់ខ្លាញ់តិចដោយសារតែអស់ខ្លាញ់បើតែពុកម៉ែបងប្អូនមានខ្លាញ់ច្រើនដាក់រៀងច្រើនតិចទៅវាបំពងហត់ទៅឡើងល្អតែមានខ្លាញ់តិចចឹងក៏អត់អីដែរអ្នកទាំងអស់គ្នាដោយសារតែខ្ញុំធ្វើហើយវាឡើងរៀងល្អដែរយើងធ្វើឆ្អិនហើយយើងស្រង់ដាក់កញ្ឆៃឲ្យវាសខ្លាញ់តិចទៅអ្នកទាំងអស់គ្នាមានអីរសជាតិគេឆ្ងាញ់ដែរតាវីដេអូខ្ញុំចប់ត្រឹមហ្នឹងហើយអរគុណសម្រាប់ការទស្សនាបាយបាយ